សំឡេងមីងធ្ងោពេញផ្ទះតែម្ដងរហូតដល់បែកទឹកខ្ចាយពេញកន្លែងលាងចានពួកគេទាំងពីរមានក្ដីសុខណាស់បន្ទាប់មកពួកគេបាននាំគ្នាទៅងូតទឹកហើយក៏ចាប់ផ្ដើមឆាកប្រយុទ្ធគ្នាយ៉ាងសាហាវសំឡេងធ្ងោសន្ធឹកពេញបន្ទប់ទឹកតែម្ដងសូមស្វាគមន៍មកកាន់ Channel ស៊ីអារម្មណ៍ទាំងអស់គ្នាថ្ងៃនេះ Admin មានរឿងមួយមកចែករំលែកគ្នាយើងស្ដាប់ចង់ដឹងសាច់រឿងទៅជាយ៉ាងណាតោះយើងទៅស្ដាប់ទាំងអស់គ្នានៅថ្ងៃមួយគ្មានក្មេងប្រុសម្នាក់ឈ្មោះវុតដែលគេមានអាយុ18ឆ្នាំបានឡើងមករៀនបន្តនៅទីក្រុងភ្នំពេញវុតគាត់ស្នាក់នៅផ្ទះមីងរបស់គេមីងរបស់វុតមានឈ្មោះថាមីងធីតាមីងធីតាគាត់មេម៉ាយជាង5ឆ្នាំមកហើយដោយប្តីបានលែងលះជាមួយគាត់មីងធីតាគាត់នៅតែម្នាក់ឯងមិនមានកូននៅជាមួយទេក្មួយរបស់គាត់ទើបតែរៀនចប់ទី12ដោយគ្រួសារគាត់ឲ្យគាត់ឡើងមករៀនបន្តនៅភ្នំពេញនៅពេលវុតបានទៅដល់ផ្ទះមីងមើលវុតឡើងភ្លើកតែម្ដងដោយបែកយូរខានឃើញក្មួយ4ទៅ5ឆ្នាំក្មួយឡើងពេញកំឡោះនិងសង្ហាទៀតដែលធ្វើឲ្យមីងធីតាមើលវុតឡើងភ្លឹកមីងក៏និយាយសួរនាំក្មួយពីនេះពីនោះចឹងទៅតែក្នុងចិត្តសម្លឹងមើលតែសាច់ដុំធំរបស់វុតតែប៉ុណ្ណោះនិយាយគ្នាបានមួយសន្ទុះមីងក៏ឲ្យវុតទៅងូតទឹករហ័សមកញ៉ាំបាយជុំគ្នាវុតក៏ទៅងូតទឹកនៅឯបន្ទប់ជាន់ខាងក្រោមផ្ទះពេលនោះវុតគាត់បានភ្លេចកន្សែងនៅក្នុងកាបូបខោអាវក៏បានហៅមីងអើយមីងជួយយកកន្សែងឲ្យក្មួយបន្តិចនៅក្នុងកាបូបខោអាវមីងក៏ទៅបើកកាបូបក្មួយរកមើលកន្សែងតែពេលនោះមីងធីតាបានឃើញខោចុចរបស់វុតមីងធីតាស្ទាបអង្អែលឡើងភ្លឹករហូតវុតស្រែកថាមីងឃើញកន្សែងឬនៅពេលនោះទើបមីងប្រញាប់ប្រញាល់យកកន្សែងឲ្យក្មួយពេលយកទៅដល់មុខបន្ទប់មីងក៏ហៅក្មួយវុតនេះកន្សែងពេលនោះវុតបានបើកទ្វារតិចចេញមកយកកន្សែងមីងធីតាក៏ឃើញសាច់ដុំរបស់វុតឡើងធំពេលនោះមីងធីតាបានចាប់ផ្ដើមសើមខោបាត់ទៅហើយនៅពេលនោះមីងអៀនណាស់ក៏ប្រញាប់ទៅរៀបចំបាយម្ហូបវិញពេលពួកគេញ៉ាំបាយហើយក៏នៅនិយាយគ្នាលេងរហូតដល់យប់បន្តិចមីងធីតាក៏ទៅងូតទឹកម្ដងទោះធីតាជាមីងរបស់វុតក៏ដោយតែសាច់ឈាមរបស់មីងធីតាមើលទៅដូចមិនចាញ់ក្មេងប៉ុន្មានទេរីឯសាច់របស់គាត់វិញសដូចសម្លៃអញ្ចឹងពេលមីងទៅងូតទឹកវុតក៏បានទៅលួចមើលមីងតាមប្រហោងជញ្ជាំងបន្ទប់ទឹកតាមពិតទៅវុតមានចេតនាធ្វើភ្លេចកន្សែងដើម្បីឲ្យមីងគេយកទៅឲ្យសោះពេលនោះវុតបានលួចមើលមីងធីតាតិចតាមប្រហោងជញ្ជាំងបន្ទប់ទឹកសាច់របស់មីងសខ្ចីដែលធ្វើឲ្យវុតមើលទៅនាគរីរបស់គេឡើងរឹងទល់ខោបាត់ទៅហើយគេក៏បានចាប់ទាញនាគរីរបស់គេយកមកច្របាច់កលេងដោយមានអារម្មណ៍រំជើបរំជួលជាខ្លាំងពេលនោះមីងធីតាក៏ដឹងដែរថាវុតលួចមើលខ្លួនកំពុងងូតទឹកតែមីងធីតាធ្វើជាមិនដឹងបានងូតទឹកដុសសាប៊ូរោរាជាខ្លាំងបានដុសពីចុងជើងឡើងមកដល់លើមើលទៅគួរឲ្យស៊ីអារម្មណ៍ខ្លាំងណាស់ពេលនោះមីងធីតាបានអង្គុយនិងបើកជើងបន្តិចបែរមករកកន្លែងវុតលួចមើលមីងធីតាបានយកដៃរបស់នាងមកចាក់វាជេរសមនិងស្ទាបអង្អែលយ៉ាងរោរាជាខ្លាំងវុតបានឃើញហើយបានលែងនាគរីរបស់គេរហូតដល់ចេញពឹសមកខាងក្រៅហើយក៏បានដើរចេញបាត់ទៅមីងធីតាពេលនោះដឹងថាវុតបានដើរចេញហើយ
គាត់ក៏បានងូតទឹករួចដើរចេញមកក្រៅវិញធ្វើដូចគ្មានរឿងអ្វីសោះលុះថ្ងៃបន្ទាប់ពេលកំពុងនិយាយគ្នាលេងមីងធីតាធ្វើជាក្តៅស្អុះនិងដោះអាវក្រៅចេញទុកតែអាវយឺតនិងខោកាប៊យខ្លីកប់វុតក៏បានសម្លឹងមើលដោយកន្ទុយភ្នែកតិចៗមិនហ៊ានមើលចំទេខ្លាចមីងខឹងមីងប្រកាន់មីងធីតាក៏ដឹងដែរថាវុតកំពុងលួចមើលខ្លួនក៏បានធ្វើជាក្រោកឡើងទៅងូតទឹកជាធម្មតាវុតក៏ទៅលួចមើលដូចរាល់ដងមីងធីតាក៏ដឹងដែរថាវុតកំពុងលួចមើលខ្លួនពេលនោះមីងក៏ធ្វើជាស្រែកហៅថាវុតអើយមកនេះបន្តិចមីងប្រើពេលនោះវុតភ័យណាស់ខ្លាចមីងដឹងមីងនឹងប្រាប់ម៉ាក់ប៉ាច្បាស់ជាមានរឿងធំមិនខានវុតបានឆ្លើយថាបាទមីងរួចក៏ដើរទៅរកមីងនៅក្នុងចិត្តភ័យពេលវុតទៅដល់បានសួរមីងថាតើមីងមានការអ្វីមែនបានហៅក្មួយដូច្នេះមីងក៏បើកទ្វារដោយកំពុងចងពង់ហើយបាននិយាយថាជួយដោះខ្លួនឲ្យមីងបន្តិចមីងពិបាកដោះណាស់ពេលនោះវុតក៏ភាំងនិយាយមិនចេញដោយក្នុងចិត្តមិនដឹងគួរឆ្លើយបែបណាគេក៏ឆ្លើយថាមិនសមទេដឹងមីងធីតាក៏តបវិញថាមិនអីទេមីងដឹងរឿងក្មួយអស់ហើយថាក្មួយលួចមើលមីងងូតទឹករាល់ថ្ងៃពេលនោះមីងធីតាក៏អូសដៃវុតចូលទៅក្នុងបន្ទប់ទឹកតែម្ដងដោយវុតដោះខ្លួនឲ្យមីងបណ្ដើរមីងនិយាយបណ្ដើរថាម៉េចបានជាក្មួយលួចមើលមីងងូតទឹកអញ្ចឹងបើចង់មើលម៉េចមិនសុំមីងមើលទៅមីងមិនកំណាញ់អីទេក្មួយឯងសោះនឹងវុតដោះខ្លួនបណ្ដើរនាគរីរបស់គេចាប់ផ្ដើមភ្ញាក់ពីរំលែកមកដោយសន្សឹមឡើងរឹងបាត់ទៅហើយពេលនោះមីងក៏និយាយថាក្មួយតើចង់ឲ្យនាគរីរបស់ក្មួយចូលទៅលេងក្នុងអាងទឹករបស់មីងទេបើក្មួយចង់ចាំមីងឲ្យនាគរីរបស់ក្មួយចូលទៅលេងអាងទឹករបស់មីងពេលនោះវុតក៏មិនប្រកែកអីដែរដោយមើលទៅមីងសាច់សខ្ចីផងក៏ចង់ដែរដោយវុតនិយាយថាខ្ញុំក្មេងខ្ញុំមិនធ្លាប់ទេតែមីងថាកុំភ័យចាំមីងបង្រៀនពេលនោះមីងក៏ចាប់នាគរីរបស់វុតយកមកញ៉ាំតិចសឹមធ្វើឲ្យវុតកាន់តែពុះកញ្ជ្រោលខ្លាំងឡើងពេលនោះមីងឱនទៅមុខនិងបានចាប់ក្បាលនាគរីរបស់វុតរុញចូលទៅក្នុងអាងទឹករបស់នាងសឹមសំឡេងធ្ងន់តិចពេលនោះពួកគេបានឡើងទៅដល់ឋានសួគ៌អស់បាត់ទៅហើយពួកគេបានបែកទឹកម្នាក់ម្ដងពេញបន្ទប់ទឹកប៉ុន្តែពួកគេមិនទាន់អស់អារម្មណ៍ទេពួកគេបានចាប់ផ្ដើមនាំនាគរីទៅលេងល្អាងទឹកម្ដងទៀតបានសម្រេចលើកទី2ដោយទាំងពីរលើកនោះមីងធីតាថាខានយូរជាតិណាស់ហើយប៉ះក្មួយ18អញ្ចឹងទៀតគាត់ថាពិតជាមិនអាចបំភ្លេចបានទេចំណែកឯវុតវិញគេលើកទី1ផងក៏រំភើបណាស់ដែរដែលបានស្គាល់ជាតិលើកដំបូងអញ្ចឹងលុះដល់យប់ជ្រៅបន្តិចវុតក៏ដេកមិនលក់ព្រោះគិតរឿងល្ងាចមិញគេដេកសុកក៏មានអារម្មណ៍ចង់ម្ដងទៀតគេក៏ទ្រាំមិនបានក៏បានដើរទៅបន្ទប់មីងធីតានឹងហៅមីងថាមីងដេកហើយឬនៅមីងធីតាក៏ឆ្លើយមានការអ្វីក្មួយមីងមិនទាន់ដេកទេតាមពិតទៅមីងធីតាកំពុងតែគិតសប្បាយចិត្តនឹងរឿងពីល្ងាចមិញដូចគ្នាដោយមេម៉ាយខានយូររៀងជូរមាត់ដល់បានម្ដងជាតិមិនអាចបំភ្លេចបានមីងក៏បើកទ្វារមកឃើញវុតកាន់ក្តោបនាគរីរបស់គេឈរនៅមុខបន្ទប់ដូច្នេះមីងធីតាក៏យល់ភ្លាមគាត់ក៏អូសដៃវុតចូលទៅក្នុងបន្ទប់គាត់ភ្លាមតែម្ដងមីងធីតាបានឲ្យក្មួយវុតដេកនៅលើគ្រែហើយមីងក៏បានចូលទៅស្ទាបអង្អែលសឹមនិងបានចាប់នាគរីរបស់វុត
យកមកដាក់ក្នុងមាត់ថ្នមៗតិចៗពេលនោះវុឌ្ឍមានក្តីសុខខ្លាំងៗបន្ទាប់មកមីងក៏បានចាប់នាគរីរបស់វុឌ្ឍរុញចូលទ្វារមាសរបស់គាត់ថ្នមៗដាក់ចូលតិចៗស្រួលខ្លាំងណាស់សំឡេងធ្ងរឮពេញបន្ទប់ពោរពេញទៅដោយសេចក្តីសុខមួយរាត្រីនោះក៏កន្លងផុតទៅលុះដល់ពេលព្រឹកឡើងវុឌ្ឍក៏បានងើបយ៉ាងលឿនបានទៅធ្វើស៊ុបក្តៅៗទុកឲ្យមីងហូបគាត់នឹងមានកម្លាំងព្រោះយប់មិញពួកគេទាំងពីរពឺតខ្លាំងណាស់មួយសន្ទុះមកមីងធីតាក៏បានចុះមកពីជាន់ទីពីរដោយមានភាពស្លេកស្លាំងទន់ជើងជាខ្លាំងវុឌ្ឍក៏បានស្ទុះទៅជួយគ្រាមីងឲ្យចុះមកហូបស៊ុបគ្រាន់នឹងមានកម្លាំងឡើងវិញពេលមីងកំពុងហូបស៊ុបនោះដោយសម្លៀកបំពាក់គេងយប់ផងវុឌ្ឍបានមើលទៅឃើញភ្នំពីររបស់មីងទំនងក៏ចាប់ផ្ដើមនាគរីរបស់គេងើបឡើងវិញម្ដងទៀតពេលនោះវុឌ្ឍបានដើរទៅជិតមីងធីតានិងបានចាប់នាគរីគេចេញពីសម្បុកមកខាងក្រៅនិងបានចាប់ក្បាលរបស់មីងធីតាឲ្យបែរមករកគេរួចគេក៏បានយកនាគរីរបស់គេឲ្យមីងរបស់គេញ៉ាំវិញម្ដងពេលមីងកំពុងញ៉ាំនាគរីរបស់គេក៏ចាប់មីងឲ្យផ្កាប់មុខទៅលើតុបាយវិញម្ដងនិងបានយកនាគរីរបស់គេរុញចូលទៅក្នុងល្អាងទឹករបស់មីងសឹមធ្វើឲ្យមីងធ្ងរតិចៗស្ដាប់ទៅមានក្តីសុខណាស់រហូតបែកទឹកខ្ចាយពេញទ្វាររបស់មីងធីតានៅលើតុបាយតែម្ដងពេលនោះមីងអស់កម្លាំងទន់ជើងជាខ្លាំងហើយក៏នៅហូបស៊ុបបន្តទៀតពេលមីងហូបហើយមីងក៏បានយកចានទៅលាងសម្អាតពេលនោះវុឌ្ឍបានមើលមីងពីក្រោយឡើងទំនងទ្រាំមិនបានក៏ដើរទៅពីក្រោយមីងហើយយកដៃទៅអោបចង្កេះនិងបានថើបមីងតិចៗរួចគេក៏បានដកនាគរីរបស់គេចេញមកញាត់ចូលក្នុងល្អាងទឹករបស់មីងម្ដងទៀតសំឡេងមីងធ្ងរពេញផ្ទះតែម្ដងរហូតដល់បែកទឹកខ្ចាយពេញកន្លែងលាងចានពួកគេទាំងពីរមានក្តីសុខណាស់បន្ទាប់មកពួកគេបាននាំគ្នាទៅងូតទឹកហើយក៏ចាប់ផ្ដើមឆាកប្រយុទ្ធគ្នាយ៉ាងសាហាវសំឡេងធ្ងរសន្ធឹកពេញបន្ទប់ទឹកតែម្ដងហើយពួកគេបានបែកទឹកខ្ចាយពេញបន្ទប់ទឹកបានពីរដងទៀតទោះបីជាយ៉ាងណាក៏មីងធីតានៅតែស៊ូជាមួយក្មួយ18បានរឿងនេះក៏បានបញ្ចប់សូមអរគុណបាយបាយ